មេត្រា21លក្ខខណ្ឌនៃអត្តាធិនភាព1ក្នុងករណីដែលអនិច្ចជនដែលបានដល់អាយុ16ឆ្នាំទ្រទ្រង់ជីវភាពខ្លួនឯងដោយឯករាជ្យតុលាការអាចប្រកាសនៅអត្តាធិនភាពរបស់អ្នកនោះបានតាមពាក្យសុំរបស់អនិច្ចជននោះប្រសិនបើតុលាការយល់ឃើញថាអត្តាធិនភាពស្របនឹងផលប្រយោជន៍របស់អនិច្ចជននោះក្នុងករណីនេះតុលាការត្រូវសួរយោបល់ពីអ្នកមានសិទ្ធិអំណាចមេបា2អនិច្ចជនដែលបានរៀបអាពាហ៍ពិពាហ៍ហើយត្រូវទទួលអត្តាធិនភាពដោយមិនចាំបាច់មានការប្រកាសពីតុលាការទេ3ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី2ខាងលើទោះបីភាគីលែងលះគ្នាក៏ដោយក៏អនុភាពនៃអត្តាធិនភាពមិនត្រូវរលត់ឡើយ